ចាសួស្តីបងប្អូនអរគ្នានៅពីក្រោយភាពមាត់ច្រាននិងលោដារបស់កុមារជារឿយៗយើងឃើញកុមារតែងតែមានភាពលោឡាដែលធ្វើឲ្យយើងនឿយហត់និងនិយាយអត់ឈប់ឈរឬព្យាយាមបង្កើតសំឡេងដែលចន្លោះភាពស្ងៀមស្ងាត់តើមានរឿងអ្វីកើតឡើងនៅពេលដែលកុមារបញ្ចេញមតិយ៉ាងពេញទំហឹងតាមរយៈការនិយាយលេងសើចកំ pl ែងអត់ឈប់ឈរជាសញ្ញាបញ្ជាក់ថាប្រព័ន្ធប្រសាទរបស់ពួកគេមានសុវត្ថិភាពខ្ពស់ចាជាជាងក្មេងដែលពួកគេត្រូវមានសម្ពាធក្នុងការរស់នៅគឺមិនសូវនិយាយស្ដីទេស្ងាត់និងប្រុងប្រយ័ត្នព្រោះខួរក្បាលរបស់ពួកគេពងតែស្កេនរោគសុវត្ថិភាពជាចម្បងការផ្លាស់ប្ដូរការគិតអ្វីដែលយើងធ្លាប់គិតថារំខានវាគឺជាត្រឹមត្រូវគឺជាសម្លេងនៃសុភមង្គលនិងភាពជឿជាក់របស់កូនចំពោះអ្នកចាបដូរពីអារម្មណ៍ទាំងនេះថាម៉ាក់អើយកូនមានសុខភាពតែនៅក្បែរអ្នក